សូមជូនរឿងចិញ្ចឹងប្រាក់នៃទន្លេសាបក្នុងភូមិមួយដ៏ស្ងប់ស្ងាត់នៅមាត់បឹងទន្លេសាបមានក្មេងប្រុសម្នាក់ឈ្មោះតារារាល់ព្រឹកព្រលឹមតារាតែងតែក្រោកពីព្រលឹមដើម្បីជួយឪពុកម្ដាយដងទឹកមកប្រើប្រាស់គាត់ជាក្មេងប្រុសម្នាក់ដែលឧស្សាហ៍និងមានចិត្តសប្បុរសនៅថ្ងៃមួយពេលដែលទឹកបឹងទន្លេសាបកំពុងស្រកចុះតារាបានដើរកាត់តំបន់ដីសើមរំពេចនោះគាត់បានឃើញត្រីដ៏ធំមួយកំពុងជាប់នៅក្នុងថ្លឹកទឹកតូចមួយដែលកំពុងរីងស្ងួតត្រីនោះកំពុងប្រឹងបម្រះដើម្បីរស់តារាមានការអាណិតអាសូរយ៉ាងខ្លាំងគាត់ដឹងថាបើមិនជួយសង្គ្រោះត្រីនោះនឹងត្រូវស្លាប់ក្នុងពេលឆាប់ៗគាត់បានព្យាយាមរកវិធីដើម្បីជួយត្រីដ៏ធំនេះគាត់បានចំណាយពេលពេញមួយថ្ងៃដើម្បីដងទឹកពីបឹងដ៏ធំគាត់មិនចុះចាញ់ឡើយទោះជាហត់នឿយប៉ុណ្ណាក៏ដោយនៅពេលល្ងាចទឹកបឹងទន្លេសាបបានឡើងវិញស្ដេចត្រីបានថ្លែងអំណរគុណដល់តារាដើម្បីសងគុណស្ដេចត្រីបានប្រគល់ស្រកាប្រាក់មួយសន្លឹកទៅឲ្យតារាប៉ុន្មានខែក្រោយមករដូវវស្សាបានមកដល់ភ្លៀងធ្លាក់ខ្លាំងមិនឈប់ហើយទឹកបឹងបានឡើងលឿនភូមិទាំងមូលបានជួបនឹងគ្រោះទឹកជំនន់ទឹកបានឡើងខ្ពស់ខ្លាំងណាស់ទូកតូចរបស់គ្រួសារតារាមិនអាចទ្រាំទ្របានទេតារានឹកឃើញដល់ស្រកាប្រាក់ដែលស្ដេចត្រីបានផ្ដល់ឲ្យតារាបានបោះស្រកាប្រាក់ទៅក្នុងទឹកស្រកាប្រាក់បានប្រែទៅជាទូកដ៏ធំមួយទូកនេះមានភាពរឹងមាំនិងស្រស់ស្អាតខ្លាំងណាស់គ្រួសាររបស់តារាបានឡើងលើទូកថ្មីទូកនេះបាននាំពួកគេទៅកាន់ទីមានសុវត្ថិភាពពួកគេមានអារម្មណ៍កក់ក្ដៅនិងមានសុវត្ថិភាពទោះជាមានព្យុះខាងក្រោយក៏ដោយព្យុះបានកន្លងផុតទៅហើយព្រះអាទិត្យបានរះឡើងវិញតារានិងគ្រួសារបានវិលត្រឡប់មកផ្ទះវិញដោយសុវត្ថិភាពពួកគេដឹងថាសេចក្តីល្អនឹងនាំមកនូវផលល្អវិញ